ក្រុមហ៊ុន Visan Development Electricity ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សជាប់សាលារាជធានីភ្នំពេញក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបានធ្វើពិធីសម្ពោធបើកឲ្យដំណើរការអាជីវកម្មរបស់ខ្លួនជាផ្លូវការនាព្រឹកថ្ងៃទី15ខែមករាឆ្នាំ2015ក្រោមវត្តមានអាយដាមខួងស្រេងអភិបាលរងរាជធានីភ្នំពេញនិងមន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជាលោកអញ្ញាសេងសាវីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Visan Development Electricity Co Ltd បានថ្លែងថាក្រុមហ៊ុននេះគឺជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មធម្មពលអគ្គិសនីបរិក្ខារអគ្គិសនីនិងស្ថាបត្យកម្មអគ្គិសនីនិងបរិក្ខារអគ្គិសនីជាច្រើនទៀតក្រុមហ៊ុនត្រូវបានប្រសូតឡើងក្រោមការវិនិយោគរួមគ្នារវាងចិននិងកម្ពុជានិងការជួយសម្របសម្រួលពីរដ្ឋាភិបាលនៃប្រទេសទាំងពីរធ្វើឲ្យ Visan ទទួលបានឱកាសផ្ដល់អត្ថប្រយោជន៍ជាអតិបរមាដល់អតិថិជននិងដៃគូពាណិជ្ជកម្មទាំងអស់ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យថាមពលអគ្គិសនីនិងផ្គត់ផ្គង់បរិក្ខារអគ្គិសនីទំនើបៗដល់សហគ្រាសធុនតូចនិងមធ្យមនិងប្រជាពលរដ្ឋកម្ពុជាប្រកបដោយគុណភាពភាពទាន់សម័យនៃបច្ចេកវិទ្យាចុងក្រោយបង្អស់នាយកសម័យសកលពិភពពាណិជ្ជកម្មនេះអាយដាមខួងស្រេងបានចាត់ទុកការបើកសម្ពោធដោយប្រើប្រាស់ជាផ្លូវការរបស់ក្រុមហ៊ុន Visan នៅពេលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញនៅការចូលរួមអបអរសាទរនិងគាំទ្រចំពោះកិច្ចសហការធ្វើអាជីវកម្មរវាងពាណិជ្ជករកម្ពុជានិងពាណិជ្ជករចិនប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញនៅភាពជោគជ័យថ្មីមួយទៀតក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងបានខិតខំទាក់ទាញវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសពិសេសការខិតខំបង្កើននៅទំនុកចិត្តនិងជំនឿជូនដល់ពាណិជ្ជករវិនិយោគិននិងធុរជនក្នុងការសម្រេចចិត្តបរទុនធ្វើអាជីវកម្មនៅកម្ពុជាការសម្រេចចិត្តរបស់ក្រុមហ៊ុន Visan ក្នុងការវិនិយោគវិស័យថាមពលនិងអគ្គិសនីនៅកម្ពុជានៅពេលនេះគឺជាការសម្រេចចិត្តធ្វើអាជីវកម្មដ៏ត្រឹមត្រូវនិងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនិងកំពុងតែអនុវត្តនៅគោលនយោបាយអាទិភាពសំខាន់ៗក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនីតាមរយៈការបង្កើនសមត្ថភាពផ្គត់ផ្គង់និងការធ្វើពិពិធភាពពាណិជ្ជកម្មប្រភពថាមពល